ជំរាបសួរខ្ញុំឈ្មោះហេងច័ន្ទសីជានិស្សិតដែលកំពុងសិក្សានៅមហាវិទ្យាល័យគ្រប់គ្រងធុរកិច្ចនៅក្នុងថ្ងៃនេះខ្ញុំមានសភៅមួយក្បាលដែលចង់ចែករំលែកជូនអ្នកទាំងអស់គ្នាដែលសភៅនោះមានចំណងជើងថាអ្នកជាមនុស្សដ៏អស្ចារ្យបំផុតក្រោយពីបានអានសភៅនេះចប់ខ្ញុំសង្កេតឃើញថាមានចំណុចល្អជាច្រើនដែលត្រូវយកមកចែករំលែកជូនអ្នកទាំងអស់គ្នាក៏ដូចជាឲ្យអ្នកទាំងអស់គ្នាអនុវត្តនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃផងដែរជាការពិតណាស់ខ្ញុំនឹងលើកយក3ចំណុចមកចែករំលែកជូនអ្នកទាំងអស់គ្នាចំណុចទី1នោះគឺកុំខ្វល់ថាយើងជានរណាចំណុចទី2គឺធ្វើឲ្យអស់លទ្ធភាពនិងចំណុចទី3រីករាយចេញពីក្នុងចិត្តចំណុចទី1គឺកុំខ្វល់ថាយើងជានរណាបានន័យថាមិនថាយើងជាមនុស្សដែលកើតមកពីប្រទេសណាជាតិសាសន៍អ្វីមិនថាយើងជាអ្នកមានឬជាអ្នកក្រនោះទេឲ្យតែកើតមកមានជីវិតគឺអ្វីក៏យើងអាចធ្វើបានដែរត្រង់ចំណុចនេះអ្នកនិពន្ធចង់មានន័យថានៅពេលដែលយើងកើតមកលើផែនដីនេះហើយគឺយើងជាមនុស្សដ៏អស្ចារ្យបំផុតគឺជាចំណុចចាប់ផ្ដើមនៃជីវិតនៅពេលដែលយើងមានជីវិតពិតប្រាកដណាស់គឺយើងតែងតែជួបនៅបញ្ហាជួបនៅទុក្ខលំបាករឿងរ៉ាវច្រើនរាប់មិនអស់ឡើយពោលគឺពីមួយរឿងទៅមួយរឿងហើយជួបនៅឧបសគ្គជាច្រើនរាប់មិនអស់នៅក្នុងជីវិតប៉ុន្តែទន្ទឹមនឹងការជួបនៅឧបសគ្គជាច្រើននេះគឺយើងត្រូវរកវិធីដោះស្រាយបញ្ហានេះដើម្បីកាត់បន្ថយនៅទុក្ខលំបាកទាំងនោះហើយយកវាធ្វើជាបទពិសោធន៍មួយវិញទៀតគឺយើងត្រូវតែខិតខំធ្វើល្អនិងធ្វើអ្វីដែលឲ្យជីវិតយើងល្អប្រសើរខិតខំសម្រេចនៅគោលបំណងនៅក្នុងជីវិតនោះទៅជីវិតយើងមានភាពរីករាយនិងភាពល្អប្រសើរចំណុចបន្តគឺចំណុចទី2ចំណុចទី2គឺធ្វើឲ្យអស់លទ្ធភាពតើការធ្វើអស់លទ្ធភាពហ្នឹងមានន័យដូចម្ដេចជាទូទៅមនុស្សម្នាក់កើតមកមានចំណុចល្អរៀងៗខ្លួនមានសមត្ថភាពខុសប្លែកពីគ្នានិងមានភាពច្បាស់លាស់ហ្មត់ចត់ទៅតាមធម្មជាតិរបស់ពួកគេដោយឡែកបើងាកទៅមើលការសិក្សារៀនសូត្ររបស់មនុស្សមួយប្រភេទនេះវិញគេសង្កេតឃើញថាមានភាពល្អប្រសើរដោយសារតែគេមានភាពច្បាស់លាស់និងការខិតខំប្រឹងប្រែងសិក្សារៀនសូត្រដោយអស់ពីលទ្ធភាពដូចគ្នានេះដែរប្រសិនបើយើងងាកទៅមើលការធ្វើការនៅក្នុងអង្គភាពមួយឬមួយក៏ស្ថាប័នណាមួយមនុស្សមួយប្រភេទដែលធ្វើការចាំតែទទួលបានប្រាក់ខែមានន័យថាធ្វើការនៅអ្វីដែលគេដាក់ឲ្យมันមានការចង់អភិវឌ្ឍខ្លួនមនុស្សមួយប្រភេទនេះគឺទៅធ្វើការនៅកន្លែងណាគឺគាត់តែងតែមានភាពច្បាស់លាស់ក៏ពិតប្រាកដមែនប៉ុន្តែការធ្វើការរបស់គាត់គឺมันមានការអភិវឌ្ឍខ្លួននោះទេប៉ុន្តែបើយើងក៏រលែកទៅមើលមនុស្សមួយប្រភេទទៀតគឺមនុស្សដែលមានភាពច្បាស់លាស់ដូចគ្នាប៉ុន្តែពួកគាត់គឺមិនសូវមានភាពឆ្លាតវៃទេហើយគាត់តែងតែខិតខំធ្វើការចង់ចេះចង់ដឹងនៅអ្វីដែលថ្មីប្លែកមនុស្សមួយប្រភេទនេះគឺតែងតែចង់អភិវឌ្ឍខ្លួននិងអភិវឌ្ឍខ្លួនរបស់គេពីមួយថ្ងៃទៅមួយថ្ងៃចំណុចចុងក្រោយនោះគឺរីករាយចេញពីក្នុងចិត្តបានន័យថាមនុស្សម្នាក់មានភាពលេចធ្លោរៀងៗខ្លួនអ្វីដែលគេមិនប្រកាសថាយើងគ្មាននោះទេឧទាហរណ៍ថាមាននារីម្នាក់គាត់មានរូបសម្រស់ស្រស់ស្អាតខ្លាំងមែនទែនប៉ុន្តែគាត់មិនមានស្នាមញញឹមទាល់តែសោះហើយផ្ទុយទៅវិញនារីម្នាក់ទៀតមានរូបសម្រស់ធម្មតាប៉ុន្តែគាត់មានអ្វីដែលខុសប្លែកពីគេនោះគឺស្នាមញញឹមដ៏ស្រស់ស្អាតមួយដែលគាត់តែងតែញញឹមហើយគាត់មានភាពទាក់ទាញនិងមាននឹងជាស្នាមញញឹមដែលនាំសំណាងម្យ៉ាងវិញទៀតសេចក្តីការរីករាយដែលកើតចេញពីក្នុងចិត្តគឺមិនត្រឹមតែផ្ដោតស្នាមញញឹមតែមួយមុខទេគឺយើងធ្វើសកម្មភាពដែលយើងស្រឡាញ់ពេញចិត្តមានឆន្ទៈមិនថាសកម្មភាពនោះតិចឬមួយក៏ច្រើននោះទេសេចក្តីសុខពិតប្រាកដដែលកើតចេញពីក្នុងចិត្តគឺធ្វើអ្វីដែលខ្លួនស្រឡាញ់សម្រាប់នៅគោលបំណងឬមួយក៏បំណងប្រាថ្នាដែលខ្លួនបងប្រាថ្នាធ្វើវាឲ្យបានហើយសេចក្តីសុខនោះគឺយើងធ្វើជារៀងរាល់ថ្ងៃសកម្មភាពតិចតួចក៏ដោយគឺធ្វើឲ្យចេញពីចិត្តហើយនៅពេលដែលយើងបានធ្វើនៅសកម្មភាពទាំងនោះគឺយើងមានសេចក្តីសុខពិតប្រាកដសរុបសេចក្តីមកអ្នកជាមនុស្សដែលអាចធ្វើអ្វីៗបានជាច្រើនហើយអ្នកគឺជាមនុស្សដ៏អស្ចារ្យសូមអ្នកទាំងអស់គ្នាគិតថាអ្នកទាំងអស់គ្នាអាចធ្វើអ្វីបានទាំងអស់ហើយមិនត្រូវគិតថាខ្លួនឯងមិនអាចធ្វើបាននោះទេខ្ញុំសូមបញ្ជាក់ផងដែរថាអ្នកទាំងអស់គ្នាកើតមកគឺដើម្បីមិនមែនដើម្បីកំដរពិភពលោកមួយនេះទេប៉ុន្តែអ្នកទាំងអស់គ្នាគឺកើតមកដើម្បីបំពេញនៅគោលបំណងនៅក្នុងជីវិតក៏ដូចជាដើម្បីធ្វើនៅរឿងល្អៗជួយដល់សង្គមជាតិចុងក្រោយខ្ញុំសូមអរគុណនិងសូមជូនពរឲ្យអ្នកទាំងអស់គ្នាជួបមានសុខភាពល្អនិងជួបតែសំណាងល្អនៅក្នុងជីវិតសូមអរគុណសូមជម្រាបលា